សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសារនាមារបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាររឿងរបស់យើងភាគបន្តផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាររឿងសង្ឃឹមថាអ្នកទាំងគ្នាមិនចិត្តអាក្រក់ជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមីនម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតើកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានសាររឿងរបស់យើងទាំងអស់គ្នានៅពេលដែល Shiori ឃើញមីកុហើយនាងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែមនុស្សធម្មតាគឺមិនអាចឃើញឈាមរបស់យោគីបានឡើយក៏ប៉ុន្តែបែរជាមីកុនាងអាចឃើញបែបនេះដូច្នេះហើយមីកុនាងក៏មិនមែនជាមនុស្សធម្មតាផងដែរក៏ប៉ុន្តែបែរជាក្លិនរបស់នាងដូចជាមនុស្សធម្មតាទៅវិញដោយបែបនេះ Shiori នាងក៏មិនចាញ់ទម្រង់ពិតរបស់នាងក្នុងការប្រយុទ្ធគ្នាផងដែរក៏ប៉ុន្តែស្របពេលហ្នឹងហេនាកុនាងក៏បានដើរមកដែលធ្វើឲ្យពួកគេទាំងពីរបញ្ឈប់សកម្មភាពនោះទៅចំណែកឯមីកុនាងឃើញហេនាកុមកអញ្ចឹងនាងក៏បានផ្លាស់ប្ដូរទឹកមុខវិញផងដែរហើយនាងក៏រត់ទៅរកហេនាកុក៏ប៉ុន្តែក៏សម្លឹងមុខទៅកាន់ Shiori ដូចគ្នាបន្ទាប់មកមីកុនាងក៏បបួលហេនាកុទៅញ៉ាំអីបាត់ទៅរីឯ Shiori ដោយចង់ដឹងពីអត្តសញ្ញាណរបស់មីកុបន្ថែមនាងក៏បានលបចូលទៅក្នុងការិយាល័យរបស់គ្រូនិងលួចយកសៀវភៅបញ្ជីនៃការចុះឈ្មោះរបស់សិស្សផងដែរនៅពេលដែលនាងបើករកមើលឈ្មោះរបស់មីកុឃើញហើយគឺធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនាងក៏ដឹងថាមីកុគឺជានរណាឲ្យប្រកាសផងដែរហើយយើងក៏កាត់មកហេនាកុវិញនៅពេលដែលពួកគេទាំងពីរញ៉ាំអ្វីរួចក៏ប៉ុន្តែមីកុគឺនាងញ៉ាំមិនទាន់ឆ្អែតនោះទេដោយនាងគឺចង់ញ៉ាំចំនួន5ដងទៀតឯណោះហេនាកុឮហើយនាងក៏និយាយថាញ៉ាំច្រើនពេកប្រយ័ត្នហើមពោះទៅដែលមីកុឮហើយគឺនាងគាំងខ្លាំងមែនទែននិងតបថាក្រពះរបស់ខ្ញុំគឺអាចដំណើរការកិនវាបានក៏ប៉ុន្តែប្រហែលជាវាមានបញ្ហាអ្វីហើយមើលទៅចំណែកឯហេនាកុឃើញចឹងនាងក៏សើចនិងសុំទោសថានាងនិយាយលេងនោះទេរីឯមីកុឃើញហេនាកុសើចអញ្ចឹងនាងក៏សប្បាយចិត្តដូចគ្នាហើយក៏លេងសើចវិញថាហេនាកុនិយាយមិញគឺធ្វើឲ្យនាងពិបាកចិត្តខ្លាំងណាស់អញ្ចឹងហើយហេនាកុត្រូវតែទិញបង្អែមឲ្យនាងនៅពេលដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញដែលធ្វើឲ្យហេនាកុឮហើយគឺនាងភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯមីកុនាងក៏ចាប់ដៃហេនាកុធ្វើដំណើរទៅញ៉ាំបង្អែមនោះក៏ប៉ុន្តែស្របពេលនឹងដែរពួកគេក៏បានឃើញ Shiori ឈរចាំពួកគេផងដែរដែលមីកុឃើញបែបនេះនាងគឺមិនសប្បាយចិត្តនោះទេហើយ Shiori វិញនាងគឺមានរឿងសំខាន់ចង់ប្រាប់ហេនាកុឲ្យដឹងហើយនាងក៏ឲ្យហេនាកុចេញទៅឆ្ងាយពីមីកុទៅបន្ទាប់ពីហេនាកុធ្វើតាមហើយនោះនាងក៏ដកយកសៀវភៅចុះឈ្មោះរបស់សិស្សចេញមកផងដែរដែលធ្វើឲ្យមីកុនាងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់មក Shiori នាងក៏ឲ្យហេនាកុគិតឡើងវិញទៅមើលថាតើមីកុនឹងគឺជាមិត្តរបស់នាងពិតមែនដែរឬអត់បន្ទាប់ពីឮបែបនេះមីកុនាងក៏ប្រឡែងដៃហេនាកុវិញចំណែកឯហេនាកុនាងក៏គិតឡើងវិញពីការជួបគ្នាដំបូងរវាងនាងជាមួយនឹងមីកុផងដែរនិងស្រមៃបកក្រោយនៅពេលដែលគ្រួសាររបស់នាងបានចែកឋានទៅនៅពេលហ្នឹងនាងគឺឈរយំតែម្នាក់ឯងនិងនឹកពួកគាត់ខ្លាំងមែនទែនរំពេចនោះក៏លេចរូបរាងរបស់ពួកគាត់ចេញមកដែលនាងឃើញហើយគឺសប្បាយចិត្តខ្លាំងណាស់ហើយនាងក៏រត់ទៅរកពួកគាត់ក៏ប៉ុន្តែនាងកាន់តែរត់គឺកាន់តែឃ្លាតឆ្ងាយទៅនៅពេលដែលនាងរត់ដួលក៏មាននរណាម្នាក់ប្រាប់នាងថាកុំឲ្យយំផងដែរដែលម្នាក់នោះគឺជាមីកុដែលមានរូបរាងជំទង់នឹងឯងមីកុប្រាប់នាងថាកុំបារម្ភអីខ្ញុំនឹងការពារនាងមិនឲ្យនរណាធ្វើបាបនាងបាននោះទេកាត់មកពេលបច្ចុប្បន្នវិញ Shiori នាងនៅតែបន្តសួរហេនាកុអញ្ចឹងថាតើមីកុពិតជាមិត្តរបស់នាងពិតមែនដែរហេនាកុតបថាគឺពិតមែនហើយពួកយើងស្គាល់គ្នាតាំងពីនៅក្មេងមកម្ល៉េះនិងបានរៀនជាមួយនឹងគ្នារហូតតាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំបែបនេះហើយ Shiori និយាយថាទោះជាយ៉ាងណាតើនាងធ្លាប់ទៅលេងផ្ទះរបស់មីកុដែរឬអត់ហើយនាងធ្លាប់ជួបឪពុកម្ដាយរបស់មីកុដែរឬទេតើមីកុមានបងប្អូនប៉ុន្មាននាក់និងលេខផ្ទះលេខទូរស័ព្ទរបស់នាងគឺមានប៉ុន្មានដែលធ្វើឲ្យហេនាកុឮហើយនាងទើបតែចាប់អារម្មណ៍ថានាងមិនដែលដឹងរឿងហ្នឹងពីមុនមកនោះទេហើយនាងគឺឆ្ងល់នឹងខ្លួនឯងខ្លាំងណាស់ព្រោះតែចំណាយពេលវេលាដ៏ច្រើនជាមួយនឹងមីកុក៏ប៉ុន្តែសូម្បីរឿងមួយអំពីនាងក៏ហេនាកុមិនដឹងផងដែរទោះជាយ៉ាងណាហេនាកុតបថាមីកុគឺជាមិត្តល្អរបស់នាងដដែលហ្នឹងដោយឮបែបនេះ Shiori នាងក៏រកក្តារចុះឈ្មោះរបស់មីកុនិងនិយាយថាតើហេនាកុដឹងអត់ថាពីមុនយោគីចូលមករស់នៅលោកឡំជាមួយនឹងមនុស្សនៅកន្លែងណាក៏បានដែរក៏ប៉ុន្តែឥឡូវវិញយោគីគឺមានភាពលំបាកខ្លាំងមែនទែននៅពេលដែលពួកគេចង់ទៅណាមកណាឬក៏ស្នាក់នៅកន្លែងណាមួយមនុស្សគឺត្រូវការឯកសារជាច្រើនដូចជាប៉ាសពតសៀវភៅគ្រួសារសំបុត្រកំណើតនិងឯកសារមួយចំនួនផ្សេងទៀតដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ម្នាក់នោះរីឯហេនាកុឮហើយគឺនាងមិនយល់អ្វីដែល Shiori នាងកំពុងតែនិយាយនោះទេហើយ Shiori នាងក៏បន្តទៀតថាការរៀបចំឯកសារនោះវាគឺជាការរំខានមួយសម្រាប់យោគីដូច្នេះហើយពួកគេក៏ប្រើប្រាស់អក្ខរាវិរុទ្ធជំនួសវិញ
តាមសំណេរដែលពួកគេបានសរសេរគឺបង្កប់ទៅដោយមន្តអាគមដើម្បីគ្រប់គ្រងអារម្មណ៍និងការចងចាំរបស់មនុស្សដែលបានសួរពួកគេដូច្នេះហើយពួកគេក៏អាចក្លែងខ្លួនធ្វើជាមនុស្សសាមញ្ញដែលមិនមានភាពគ្រោះថ្នាក់និងចូលទៅជិតស្និទ្ធជាមួយនឹងមនុស្សវាគឺជាល្បិចបុរាណរបស់យោគីបន្ទាប់ពីហ៊ីនាកូឮបែបនេះនាងក៏សួរទៅមីកូថាវាគឺជារឿងពិតមែនទេចំណែកឯមីកូនាងក៏និយាយថាពិតមែនហើយដែលធ្វើឲ្យហ៊ីនាកូភ្ញាក់ផ្អើលខ្លាំងមែនទែនដោយមីកូមិនអាចលាក់បាំងនឹងពួកគេបានទៀតនាងក៏បញ្ចេញទម្រង់យោគីរបស់នាងដែលនាងគឺជាយោគីសត្វកញ្ជ្រោងកន្ទុយ3បន្ទាប់មកនាងក៏និយាយទាំងកំណាចទៅកាន់ស៊ីអូរីថានាងគឺអាចហែកស៊ីអូរីជាផ្នែកបានក៏ប៉ុន្តែស៊ីអូរីវិញនាងគឺមិនខ្លាចនោះទេចំណែកឯហ៊ីនាកូនាងភ្ញាក់ផ្អើលខ្លាំងមែនទែនដែលបានឃើញមីកូបែបនេះបន្ទាប់មកយើងក៏មកដឹងរឿងអតីតកាលរបស់ពួកគេវិញដោយនៅពេលហ្នឹងហ៊ីនាកូគឺនាងអត់ចេះធ្វើម្ហូបនោះទេហើយមីកូនាងក៏បានបង្រៀនក៏ប៉ុន្តែនៅពេលដែលហ៊ីនាកូក្រឡុកពងទាវាក៏ខ្ទាតទៅចំជញ្ជាំងដែលវាប៊ីនឹងត្រូវមុខរបស់មីកូតែម្ដងបន្ទាប់មកនៅពេលដែលហ៊ីនាកូចំអិនសាច់ហ្នឹងក៏វាខ្លោចផងដែរចំណែកឯបាយវិញគឺមិនទាន់ឆ្អិននោះទេគឺសិតតែអង្ករលើសពីនេះទៀតនៅពេលដែលនាងឆាម្ហូបហ្នឹងគឺភ្លើងឆេះពេញហ្នឹងតែម្ដងនិយាយទៅនាងធ្វើម្ហូបអីបរាជ័យម្ហូបហ្នឹងដោយគ្មានជម្រើសមីកូក៏ក្លាយជាគ្រូបង្រៀនហ៊ីនាកូធ្វើម្ហូបទៅហើយនាងគឺមកបង្រៀនហ៊ីនាកូជារៀងរាល់ថ្ងៃដោយទទួលបានការបណ្ដុះបណ្ដាលពេញលេញហ៊ីនាកូនាងក៏អាចធ្វើម្ហូបមួយមុខដោយខ្លួនឯងបានផងដែរនិយាយទៅម្ហូបសម្រាប់ចិត្តគេគឺធ្វើតែមួយមុខហ្នឹងទៅសាលាញ៉ាំជារៀងរាល់ថ្ងៃហើយមិនមែនធ្វើហ្នឹងស្អាតតែរូបរាងទេណាគេញ៉ាំទៅក៏វាឆ្ងាញ់ផងដែរហើយសាររបស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមនេះចង់ដឹងថាសារនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្តទាំងអស់គ្នាហើយមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយចំពោះអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់